ខ្ញុំសូមនិទានរឿងជាភាសាអង់គ្លេសនិងខ្មែរវាអាចផ្ដល់ផលប្រយោជន៍ដល់ការសិក្សារបស់បងប្អូនគឺរឿងអ្នកប្រមាញ់និងសត្វស្លាប The Hunter and the Birds ខ្ញុំនិទានជាភាសាអង់គ្លេស There was once a hunter who captured a blackbird, peacock, and a heron. He trained the blackbird to speak like a human and taught the peacock and heron to dance. After skillfully teaching them, the hunter brought the three birds to perform in front of the king, hoping to receive gifts and money as a reward for their talent. When the king asked what the bird could do, the hunter proudly presents the blackbird who speaks impressively in human language. Next, the peacock performed a beautiful dance, delighting the king. Pleased with their performance, the king ordered both the blackbird and the peacock to be kept in gate under the care of his servant. The heron, however, was wise and observant. He noticed that the birds who showed their skill were rewarded with captivity, not freedom. Fearing the same fate, the heron pretended to be ignorant and refused to dance, only making loud cry. The king, thinking the heron was useless, ordered the hunter to set him free. One released, the heron flew to the gagged bird and explained his action. He told them that showing off their talent had led to their love of freedom, while his fake ignorance had granted him liberty. The heron expressed pity for the peacock and blackbird, who did not realize the consequence of their action, and then happily returned to his family. ខ្ញុំនិទានជាភាសាខ្មែរអ្នកប្រមាញ់និងសត្វស្លាបមានពេលមួយអ្នកប្រមាញ់ម្នាក់បានចាប់សត្វសារិកាកែវក្ងោកនិងក្រៀលគាត់បានបង្វឹកសត្វសារិកាកែវឲ្យនិយាយដូចមនុស្សនិងបង្រៀនក្ងោកនិងក្រៀលឲ្យរាំបន្ទាប់ពីបានបង្រៀនពួកវាយ៉ាងជំនាញអ្នកប្រមាញ់បាននាំសត្វស្លាបទាំង3ទៅសម្ដែងនៅចំពោះមុខព្រះមហាក្សត្រដោយសង្ឃឹមថានឹងទទួលបានអំណោយនិងប្រាក់រង្វាន់សម្រាប់ទេពកោសល្យរបស់ពួកវានៅពេលព្រះមហាក្សត្រសួរថាសត្វស្លាបទាំងនេះអាចធ្វើអ្វីបានអ្នកប្រមាញ់បានបង្ហាញសត្វស្លាបសារិកាកែវដោយមានមោទនភាពដែលសត្វនោះចេះនិយាយគួរឲ្យចាប់អារម្មណ៍ជាភាសាមនុស្សបន្ទាប់មកក្ងោកបានសម្ដែងការរាំដ៏ស្រស់ស្អាតធ្វើឲ្យព្រះមហាក្សត្ររីករាយដោយពេញចិត្តនឹងការសម្ដែងរបស់ពួកវាព្រះមហាក្សត្របានបញ្ជាឲ្យដាក់សត្វសារិកាកែវនិងក្ងោកទៅក្នុងទ្រុងក្រោមការមើលថែរបស់អ្នកបម្រើរបស់ព្រះអង្គទោះជាយ៉ាងណាក៏ដោយគ្រាលមានប្រាជ្ញានិងការសង្កេតវាបានកត់សម្គាល់ឃើញថាសត្វស្លាបដែលបង្ហាញសមត្ថភាពរបស់ខ្លួនត្រូវបានផ្ដល់រង្វាន់ដោយការជាប់ឃុំមិនមែនសេរីភាពទេដោយខ្លាចជួបវាសនាដូចគ្នាគ្រាលបានធ្វើពុតជាមិនដឹងអ្វី
និងបដិសេធមិនរួមដោយគ្រាន់តែស្រែកឮព្រះមហាក្សត្រគិតថាគ្រាគ្មានប្រយោជន៍ក៏បានបញ្ជាឲ្យអ្នកប្រមាញ់ដោះលែងវាចេញនៅពេលត្រូវបានដោះលែងគ្រាបានហោះទៅរកសត្វស្លាបដែលជាប់ទ្រង់ហើយពន្យល់ពីសកម្មភាពរបស់ខ្លួនវាបានប្រាប់ពួកវាថាការបង្ហាញទេពកោសល្យរបស់ពួកវាបាននាំឲ្យបាត់បង់សេរីភាពខណៈដែលការធ្វើពុតជាមិនដឹងអ្វីរបស់វាបានផ្ដល់សេរីភាពដល់វាគ្រាបានបង្ហាញការអាណិតអាសូរដល់ក្ងោកនិងសត្វសារិកាកែវដែលមិនបានដឹងពីផលវិបាកនៃសកម្មភាពរបស់ពួកវារួចក៏ត្រឡប់ទៅគ្រួសាររបស់វាដោយសប្បាយចិត្តគំនិតអប់រំឆ្លាតខុសកលៈទេសៈ Not all reward are worth a price of your freedom មិនមែនរង្វាន់ទាំងអស់សុទ្ធតែមានតម្លៃសមនឹងសេរីភាពរបស់អ្នកទេ Pride and solving of can sometimes lead to unexpected consequence មោទនភាពនិងការអួតអាងខ្លួនឯងពេលខ្លះអាចនាំទៅរកផលវិបាកដែលមិននឹកស្មានដល់ Be clever according to the situation and timing knowing when to reveal and when to conceal it ឆ្លាតឲ្យត្រូវកលៈទេសៈឲ្យត្រូវពេលវេលាថាពេលណាគួរបង្ហាញនិងពេលណាគួរលាក់វាអរគុណបងប្អូនអរគុណមិត្តភ័ក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភ័ក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ